តើការផ្ទុះសង្គ្រាមនៅអ៊ុយក្រែននិងរុស្ស៊ីអាចនឹងផ្ទុះធំម្ដងទៀតទេក្រោយអ៊ុយក្រែនវាយប្រហារដោយដ្រូនផ្ទួនដល់រុស្ស៊ីសំណួរនេះគឺបងប្អូនយើងសួរខ្ញុំថាតើរុស្ស៊ីនឹងអ៊ុយក្រែនវាយគ្នាទេព្រោះឃើញដ្រូនអ៊ីរ៉ង់អ៊ុយក្រែនវាយទៅដល់រុស្ស៊ីច្រើនណាស់ឥឡូវដល់មូស្គូ2 ដងហើយក្នុងសប្តាហ៍នេះគឺកាលមុនវាយចិត្តហ្នឹងទេចម្លើយគឺវានឹងមិនមានសង្គ្រាមធំជាងនឹងរវាងអ៊ុយក្រែននិងរុស្ស៊ីអីឯណាទៀតទេព្រោះរុស្ស៊ីស្លាប់ទាហានអស់កន្លះលានអ្នកហើយអ៊ុយក្រែន4 ឆ្នាំនេះពីខ្សោយគេវាយទក់សាច់ដល់ពេលផលិតអាវុធនិងដ្រូនទៅវាយរុស្ស៊ីបានដល់ក្នុងមុងរុស្ស៊ីហើយដូច្នេះវាអត់មានអីធំទេវាមានតែរុស្ស៊ីចាប់ផ្ដើមដឹងតែខ្លួនកំពុងបាក់ដែរដកទ័ពថយឬក៏មានបទជប់បាញ់ចរចាឲ្យដីទៅអ៊ុយក្រែនវិញតែប៉ុណ្្នឹងទេវាមានតែទៅផ្លូវហ្នឹងទេបើមកទៀតរុស្ស៊ីទ្រាំខ្លួនខ្លាំងជាងហ្នឹងទៀតព្រោះអីមិនហ៊ានប្រើបរមាណូប្រើអីទេវាអត់មានទៅប្រើអីកើតព្រោះអាមេរិកកំពុងតែវាយអ៊ីរ៉ង់ឲ្យលុបបរមាណូរឿងអីមករុស្ស៊ីប្រើបរមាណូអីបានវាអត់ទេដូច្នេះរឿងនេះគឺវាជាកម្មរបស់រុស្ស៊ីឲ្យគាត់ទទួលថ្មបាក់ហ្នឹងទៅព្រោះអីគាត់ទម្លាក់គ្រាប់លើគេរាល់ថ្ងៃ4 ឆ្នាំហើយលំមទទួលគ្រាប់ហ្នឹងខ្លះទៅស្រុកគាត់ឲ្យគាត់ស៊ំនឹងថាអាទម្លាក់គ្រាប់រាល់ថ្ងៃហ្នឹងវាអាម៉េចឲ្យគាត់ទទួលទៅពួកអ្នកសាបព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រារកម្មចិត្តណាស់បងប្អូនមែនតើទៅគឺជារឿងកាន់ទុករបស់កម្ពុជាទៀតហើយអារឿងបាត់ដីគឺជារឿងមួយកាន់ទុកគ្មានថ្ងៃដែលឈប់ទេប៉ុន្តែអារឿងបាត់សិទ្ធិសេរីភាពសិទ្ធិនយោបាយសិទ្ធិដើរហើរសិទ្ធិបញ្ចេញមតិហើយដែលត្រូវរដ្ឋបិទសិទ្ធិនយោបាយរបស់អ្នកនយោបាយនេះគឺជាការកាន់ទុកមួយដ៏ធំទៀតសម្រាប់ប្រទេសកម្ពុជានៅលើពិភពលោកព័ត៌មាននេះគឺផ្អើលកក្រើកហើយកម្ពុជាក្រោមការដឹកនាំរបស់លោកហ៊ុនសែននេះអត់ដែលខកខានសូម្បីតែមួយវិនាទីណានៅក្នុងការអង្រួនពិភពលោកឲ្យភ្ញាក់ផ្អើលនឹងរឿងភាពផ្ដេសផ្ដាសរបស់យើងណាបងប្អូនមិនមែនយើងទៅអង្រួនពិភពលោកឲ្យយល់អំពីថាអូឥឡូវទេសចរយើងអស្ចារ្យវិស័យការបរទេសយើងនឹងគឺសម្បើមសិទ្ធិមនុស្សនឹងក៏ល្អប្រជាពលរដ្ឋនឹងមានសេចក្តីសុខសុភមង្គលរស់នៅក្នុងសុខសន្តិភាពដ៏អស្ចារ្យគួរឲ្យកត់សម្គាល់អត់ដែលមានទេគឺយើងមានតែទៅប្រាប់គេអំពីងើបមួយវាយមួយធ្វើឲ្យក្រុមហ៊ុនមេតាអីចឹងមករករឿងបិទ Facebook របស់លោកហ៊ុនសែនរឿងអំពើហិង្សារឿងពលកម្មដោយបង្ខំចាប់រឿងកម្មករជិះឡានដូចដឹកជ្រូកដឹកកបីបុកគ្នាម្ដងស្លាប់10 20នាក់រឿង scam online រឿងអំពើពុករលួយរឿងរំលាយគណៈបកសង្គ្រោះជាតិរឿងនិយាយទៅរឿង100មុខដែលសហគមន៍អន្តរជាតិគេដឹងមួយថ្ងៃទៅមួយថ្ងៃគួរឲ្យមានរឿងអីប្រសើរអត់ខ្មែរយើងជាប់ឈ្មោះលំដាប់ពិភពលោករឿងគេហៅវាលពិឃាតខ្ញុំជាខ្មែរឈឺចាប់ឲ្យណាម្នាក់ស្គាល់ស្រុកខ្មែរថាជាវាលពិឃាតហ្នឹងឈឺចាប់ហ្មងខ្មែរមិនមែនអញ្ចឹងទេខ្មែរមានសូម្បីតែវាលពិឃាតហ្នឹងក៏យើងជាជនរងគ្រោះនៃអ្នកអំពើអ្នកនយោបាយស្មោកគ្រោកតាហេតុអីបានជាឲ្យតែឃើញអ្នកណាមកពីខ្មែរថាមកពីវាលពិឃាតខ្ញុំឈឺចាប់មែនតើរឿងហ្នឹង25 ឆ្នាំ28 ឆ្នាំមុនពេលដែលខ្ញុំទៅលេងប្រទេសសង្ហបុរីជាលើកដំបូងទៅដល់ជនជាតិសង្ហបុរីពេលដែលខ្ញុំកំពុងជិះឡានហ្នឹងអ៊ំយាយចាស់ម្នាក់ដែលគាត់អ៊ំប្រុសចាស់ម្នាក់ដែលគាត់សួរខ្ញុំថាមកពីណាហើយខ្ញុំថាមកពីស្រុកខ្មែរស្រុកមកពីកម្ពុជាគាត់ថាកម្ពុជា Killing Field គឺវាពិឃាតអញ្ចឹងហ្មងហើយខ្ញុំក៏បានពន្យល់ថាមិនមែនទេអានឹងតាំងពីយូរហើយកម្ពុជាមិនមែនវាពិឃាតទេខំពន្យល់គេពាក់អាវរូបអង្គរវត្តទៅជិះឡានក្រុងនៅសង្ហបុរីហ្នឹងពាក់អារូបអង្គរវត្តហ្នឹងអាវល្អអីហ្នឹងគឺមិនពាក់ពាក់បង្ហាញអំពីអង្គរវត្តជាគេដំណើរគេដូនតារបស់ខ្មែរហ្នឹងចង់ប្រាប់គេថាមកលេងអង្គរវត្តខ្ញុំផងស្គាល់អង្គរវត្តខ្ញុំអត់ទៅថៃហ្នឹងក៏អញ្ចឹងដែរថៃរើសអើងខ្មែរប៉ុណ្ណាទៅលេងថៃម្ដងកាលមុនហ្នឹងពាក់អាវអង្គរវត្តពាក់អីហ្នឹងគឺថាដូចជាសបាយមានរូបបាយ័នតាព្រំអីហ្នឹងគឺចង់អួតគេប្រាប់ថាខ្ញុំមានអង្គរវត្តអីទេកុំឲ្យគេយល់ខុសប៉ុន្តែយើងជួយយ៉ាងម៉េចមេដឹកនាំក្រោយហ្នឹងមកគឺធ្វើឲ្យកម្ពុជានៅតែវាលពិឃាតហ្នឹងណារបៀបដឹកនាំរដ្ឋហ្នឹងធ្វើឲ្យយើងនៅតែវាលពិឃាតនៅតែកន្លែងធ្វើបាបគ្នាកន្លែងធ្វើទុកបុកម្នេញគ្នាកន្លែងងើបមួយវាយមួយកន្លែងបែកបាក់ជាតិកន្លែងអូយយើងចង់ស្ដារចង់អីឲ្យខ្មែរយើងត្រូវរូវជានីគ្នាជាពិសេសបងប្អូនខ្មែរដែលមករស់នៅស្រុកអាមេរិកនៅអូស្ត្រាលីកាណាដាត្រូវការផ្សះផ្សាផ្លូវចិត្តដើម្បីឲ្យដឹងថាខ្មែរយើងអស់សង្គ្រាមខ្មែរយើងលែងបែកបាក់អត់ខ្លោចផ្សាយាយចាស់ជួនកាលអាយុ100 ឆ្នាំជាងហើយ
នៅតែខ្វល់គិតពីរឿងសុខទុក្ខស្រុកខ្មែរអត់ដែលស្បើយមួយថ្ងៃសោះដោយសាររបៀបដឹកនាំរដ្ឋអស់លោកប្រព្រឹត្តបែបនេះគឺអស់លោកប្រព្រឹត្តអំពើបាបណាស់ចុះនរកខ្ញុំមិនដឹងទេព្រោះអីធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខខ្លោចផ្សាគ្មានទីបញ្ចប់ដែលកម្ពុជាមិនគួរណាអកុសលអញ្ចឹងសោះព្រោះយើងឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃរាប់ជំនាន់ហើយមកដល់ម៉ោងនេះគួរតែរស់នៅផ្សះផ្សាគ្នាសាមគ្គីគ្នាស្រឡាញ់គ្នាល្អោកល្អើនកុំវាយមួយងើបមួយកុំចាប់អ្នកនេះដាក់គុកដាក់ច្រវាក់បំផ្លាញគ្នាកំទេចគ្នារហូតតតែយើងបែកបាក់ជាតិអស់ដល់ទៅពេលបរទេសមកឈ្លានពានយើងអត់មានកម្លាំងទប់គេបាត់ដីអស់62កន្លែងទៀតបាទឥឡូវតកតនឹងរឿងលោករងឈុននេះគឺវាជារឿងមួយដែលតាមរយៈដីកាឬក៏សេចក្តីសម្រេចរបស់តុលាការខ្ញុំចង់អានសេចក្តីសម្រេចរបស់តុលាការនេះឲ្យបងប្អូនបានឃើញសិនហើយចាំខ្ញុំពន្យល់បកស្រាយម្ដងមួយសាលឬក៏សេចក្តីសម្រេចរបស់តុលាការនេះគឺមាន3ទំព័រមាន2ទំព័របាទមិនមែន3ទំព័រទេប៉ុន្តែចាំខ្ញុំអានហើយខ្ញុំនឹងដកស្រង់មតិប្រជាពលរដ្ឋគ្រប់ទិសទីតាក់ទងនឹងបញ្ហាផ្លូវច្បាប់ហើយនឹងការសម្រេចរបស់តុលាការនេះហេតុអីបានជាសម្រេចនេះខ្ញុំនឹងឲ្យការវិភាគសង្កេតរបស់ខ្ញុំតាក់ទងនឹងរឿងនេះដែរនេះគឺជាសេចក្តីសម្រេចរបស់តុលាការកំពូលដែលចុះថ្ងៃទី19ខែមិថុនាឆ្នាំ2026សេចក្តីសម្រេចនេះគឺមានអ្នកក្រុមប្រឹក្សាជំនុំជម្រះដែលសម្រេចហ្នឹងមានលោកស្រីចាំងស៊ីណាតដែលជាប្រធានជំនុំជម្រះលោកយ៉ាសុខនដែលជាចៅក្រមលោកគង់តារាឆាតជាចៅក្រមសែមសកូឡាជាចៅក្រមនិងជាសុខហៀងជាចៅក្រមបាទនៅក្នុងការកាត់ក្តីនេះគឺមានចៅក្រម5រូបហើយមានចៅក្រមរបាយការណ៍ហ្នឹងគឺមានលោកជំទាវសែមសកូឡាដដែលហ្នឹងហើយនឹងលោកលឹមសុប៊ុនមីដែលជាកលាបញ្ជីឥឡូវនេះគឺសេចក្តីសម្រេចនេះមានដូចតទៅគឺបើខ្ញុំអានសេចក្តីសម្រេចតែម្ដងទៅកុំឲ្យថាអានអានេះទៅវាវែងឆ្ងាយពេកសេចក្តីសម្រេចទី1បដិសេធផ្នែកខ្លះនៃបណ្ដឹងសារទុក250ចុះថ្ងៃ22មេសាឆ្នាំ2026របស់លោកជួងជងីជាមេធាវីទទួលសិទ្ធិនៅក្នុងការប្តឹងសារទុកឲ្យជន់ជាប់ចោតឈ្មោះរងឈុនទី2តម្កល់សាលដីកាព្រហ្មទណ្ឌ605ចុះថ្ងៃទី31មីនា2026របស់សភាព្រហ្មទណ្ឌសាលាឧទ្ធរភ្នំពេញលើកលែងតែសេចក្តីសម្រេចអំពីទោសដាក់ពន្ធនាគារនិងទោសបន្ថែមដែលត្រូវកែប្រែមកជាខាងក្រោមនេះទី1ផ្ដន្ទាទោសលើជនជាប់ចោទឈ្មោះរងឈុនដាក់ពន្ធនាគាររយៈពេល4ឆ្នាំក៏ប៉ុន្តែទោសនេះត្រូវព្យួរសាកល្បងដោយកំណត់រយៈពេលនៃការសាកល្បង3ឆ្នាំកហើយតម្រូវឲ្យជនជាប់ចោទគោរពនៅគោលការណ៍ដូចខាងក្រោមកវិធានការត្រួតពិនិត្យតាមមាត្រា119នៃក្រមព្រហ្មទណ្ឌនិងកាតព្វកិច្ចដោយឡែកតាមមាត្រា120នៃក្រមព្រហ្មទណ្ឌមានដូចខាងក្រោមទៀតខ1ត្រូវរស់នៅក្នុងរាជធានីភ្នំពេញដោយហាមចាកចេញពីរាជធានីភ្នំពេញខ2មិនត្រូវធ្វើសកម្មភាពថ្លែងការណ៍ជាសាធារណៈខ3មិនត្រូវមានមុខនៅទីកន្លែងនៃវេទិកាសាធារណៈបន្ទាប់ទៀតផ្ដន្ទាទោសបន្ថែមលើជនជាប់ចោទឈ្មោះរងឈុនដោយដកជាបណ្ដោះអាសន្ននៅសិទ្ធិបោះឆ្នោតសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតនិងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀតសម្រាប់រយៈពេល5ឆ្នាំចុះថ្ងៃទី19ខែមិថុនាឆ្នាំ2026មានន័យថាម៉េចបងប្អូនមានន័យថាសាលដីកានេះគឺជាការសម្រេចបិទផ្លូវតវ៉ាអត់តវ៉ាទេព្រោះអីវាជាតុលាការកំពូលថ្នាក់ទី3ហើយដូច្នេះលោករងឈុនអត់អាចតវ៉ាទាមទារអីទេគាត់ធ្វើអស់ចិត្តហើយតាំងពីប្តឹងសារទុកប្តឹងឧទ្ធរប្តឹងសារទុកហើយឥឡូវនេះគេសម្រេចអស់ហើយបិទផ្លូវតវ៉ាបានន័យថាម៉េចគេកាត់ទោសគាត់ឲ្យជាប់គុក4ឆ្នាំតែមិនដាក់ពន្ធនាគារទេនេះគឺបើយើងមើលឲ្យមែនតើគឺជាការបន្ធូរបន្ថយមួយដែរចង់និយាយថាជាទូទៅគឺគេចាប់គាត់ដាក់គុកតែប៉ុន្តែលោករងឈុនទោះតុលាការផ្ដន្ទាទោសដោយថារងចាំអាការប្តឹងសារទុកហ្នឹងគឺជាករណីពិសេសមួយដែរព្រោះតុលាការហាក់បីដូចជាចង់សម្ដែងឬក៏អាចថាចង់ស្អំចិត្តសហគមន៍អន្តរជាតិឬសហគមន៍ខ្មែរយើងហ្នឹងប្រាប់ថាលោករងឈុន
នៅក្រៅឃុំទេមិនដាក់គុកតាមពិតតុលាការអាចដាក់គុកឃុំខ្លួនលោករងឈុនរហូតទាល់តែចាំចេញសាលដីកាហ្នឹងក៏បានដែរអត់មានអីឲ្យនៅក្រៅឃុំបានទេព្រោះរឿងច្រើនណាស់ដែលរងចាំជំនុំជម្រះហ្នឹងសុទ្ធតែដាក់នៅក្នុងឃុំទាំងអស់តាហេតុអីបានជាករណីលោករងឈុនគេឲ្យគាត់នៅក្រៅឃុំបើជាប់គុក4ឆ្នាំហើយហ្នឹងព្រោះអាគុក4ឆ្នាំនេះគឺគេកាត់យូរហើយតើមិនមែនកាត់ឥឡូវទេកាត់តាំងពីសំណុំរឿងហ្នឹងដបូងមកម្លេះគឺពីបទញុះញង់ហ្នឹងហើយទៅនឹងបទមិនរៀងចាលឯណាទៀតព្រោះគាត់ប្រព្រឹត្តបទល្មើសដដែលអត់រៀងចាលទៅរៀងចាលហ្មងបើគាត់ប្រព្រឹត្តបទល្មើសដែលមិនមែនជាបទល្មើសហ្នឹងណាយើងហូបបាយហើយទៅគេចោទថាហូបបាយហ្នឹងខុសច្បាប់ហើយទៅគេចាប់យើងដាក់គុកដល់ទៅពេលយើងចេញមកវិញយើងហូបបាយទៀតគេថាគេចាប់យើងទៀតគឺចោទពីបទអត់រៀងចាលព្រោះហូបបាយហ្នឹងខុសជាប់គុកឥឡូវហ្នឹងយើងហូបបាយទៀតគេជាប់គុកទៀតអញ្ចឹងពេលដែលដោះលែងមកចោទពីបទរៀងចាលចាំមើលដោះលែងអាបទហ្នឹងម្ដងទៀតគាត់ជាប់គុកទៀតពីបទរៀងចាលលើកទី2ទៀតរត់តែធ្ងន់ទៀតព្រោះគាត់ហូបបាយទៀតតើឲ្យគាត់ដូរយ៉ាងម៉េចបើសិនជាការហូបបាយនឹងមិនមែនជាអំពើខុសច្បាប់ផងហ្នឹងវាអញ្ចឹងណាបងប្អូនអាការដែលមិនរៀងចាលហ្នឹងគឺទាល់តែមនុស្សម្នាក់ទៅប្លន់គេប្រព្រឹត្តអំពើប្លន់ឲ្យបាញ់សម្លាប់មនុស្សឧទាហរណ៍គេចាប់ដាក់ពន្ធនាគារដោយសារកាលហ្នឹងគាត់ថាដែលរឿងហ្នឹងគឺរឿងអចេតនារឿងអីមិនដឹងអីចឹងឧទាហរណ៍ហើយគាត់សហការជាមួយតុលាការអីចឹងទៅគេបទូបថយទោសថាមិនឲ្យជាប់គុកមួយជីវិតទេឲ្យជាប់គុក25ឆ្នាំរួចតទៅពេល25ឆ្នាំចេញពីគុកមកគាត់ដើរបាញ់គេចឹងទៀតដូច្នេះនៅក្នុងនេះគឺគាត់ជាប់ចោទពីបទប្រព្រឹត្តអំពើដដែលសម្រាប់គេដដែលប្លន់ដដែលគឺបទមិនរៀងចាលពាក្យថាមិនរៀងចាលគឺធ្វើរឿងដដែលបាត់ល្មើសដដែលដែលគេកាត់ទោសម្ដងហើយអត់រៀងចាលជាប់គុក25ឆ្នាំអាហ្នឹងតុលាការអាចដាក់ទោសពីបទមជ្ឈិមរឿងមិនរៀងចាលព្រោះប្រព្រឹត្តបទល្មើសដដែលទៀតអត់រៀងដាក់គុកហើយអត់រៀងប៉ុន្តែអាហ្នឹងប្រព្រឹត្តបទល្មើសវាឃើញជាក់ស្ដែងតែដល់ពេលដោយករណីលោករងឈុនលោកឬក៏កញ្ញាឈឹមស៊ីធឬក៏អ្នកផ្សេងទៀតដែលចោទគាត់ដោយលោកកើតសារាយបាត់មិនរៀងចាលទៅតវ៉ាតស៊ូមតិដើម្បីជួយឲ្យប្រជាពលរដ្ឋមានសិទ្ធិអំណាចក្នុងការតវ៉ាជាមួយអាជ្ញាធររកយុត្តិធម៌រឿងរំលោភដីធ្លីឬក៏រំលោភសិទ្ធិកម្មករសិទ្ធិសហជីពវាអត់មានខុសអីរដ្ឋធម្មនុញ្ញដូចយើងហូបបាយអញ្ចឹងណាបងប្អូនដល់ពេលហើយគេចាប់យើងយកទៅដាក់គុកគេថាហូបបាយនឹងខុសច្បាប់ហើយអ្នកដែលជាប់គុកដោយការហូបបាយខុសច្បាប់នោះអត់ដឹងថាខុសអីសោះតវ៉ាគេថាហូបបាយខុសច្បាប់ដែរគេហូបគ្រប់គ្នាហ្នឹងហើយមានធានាដោយរដ្ឋធម្មនុញ្ញទៀតថាប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិហូបបាយដើម្បីរស់ជាសិទ្ធិមូលដ្ឋានការពារដោយរដ្ឋធម្មនុញ្ញទៀតថាយើងមានសិទ្ធិហូបបាយដើម្បីរស់នេះជាឧទាហរណ៍នេះណាបងប្អូនមិនមែនគេចោទលោករងឈុនកញ្ញាឈឹមស៊ីធឬក៏លោកកើតសរាយពីបទមិនរៀងចាលដោយសាររឿងហូបបាយតែខ្ញុំនិយាយឲ្យយល់ភាសាអ្នកស្រុកឲ្យស្រួលស្ដាប់ព្រោះពេលខ្លះនិយាយបល័យបកូពេកទៅមិនរៀងចាលមិនរៀងចាលនឹងស្ដាប់មកហ្នឹងសមហើយបើមិនរៀងចាលត្រូវតែជាប់គុកអីចឹងណាកុំលុះតាមការឃោសនាអកុសលរបស់ក្រុមឃោសនិករបស់គណៈបកកណ្ដាលអំណាចឬរដ្ឋាភិបាលខ្មែរតែយើងត្រូវយល់ឈរលើសច្ចធម៌ហើយការពិតគឺវាសាមញ្ញអញ្ចឹងពេលដែលចាប់គាត់ដាក់គុកចោលពីបទហូបបាយហ្នឹងគឺជាអំពើខុសច្បាប់ហើយរដ្ឋធម្មនុញ្ញចែងមកហូបបាយអត់ខុសច្បាប់បានន័យថាសិទ្ធិនយោបាយសិទ្ធិអីហ្នឹងវាអត់ខុសច្បាប់ទេដល់ពេលចាប់ដាក់គុករឿងអយុត្តិធម៌ដោយសារប្រព័ន្ធតុលាការយើងអត់ឯករាជ្យយើងទាញច្បាប់ឲ្យយឺតដោយកស៊ូគាត់អត់ដឹងខ្លួនខុសផងហ្នឹងយើងខុសហ្មងដល់ពេលចេញមកពីគុកហូបបាយទៀតហើយចាប់ទៀតថាមកអត់រៀងចាលហើយចាំមើលលើកក្រោយឡើងទៀតចាប់ទៀតអត់រៀងចាលអត់មាននរណារៀងចាលរឿងការហូបបាយទេព្រោះហូបបាយវាអត់ខុសច្បាប់នឹងខ្ញុំនិយាយឲ្យងាយយល់ឥឡូវដូចគ្នាអញ្ចឹងចោតគាត់ពីបទមិនរៀងចាលរឿងទៅជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារដីធ្លីហើយគេចាប់គាត់ពីមុនចោតគាត់ញុះញង់រឿងទៅជួយប្រជាពលរដ្ឋហ៊ាននិយាយរិះគន់រដ្ឋាភិបាលរឿងរំលោភច្បាប់គាត់ថានឹងអត់រៀងចាលហើយរដ្ឋាភិបាលអត់កែអ្នកណានិយាយអីអត់កែកំហុសរដ្ឋាភិបាលអត់កែទេតែមករករឿងអ្នកដែលគេរិះគន់ហើយរិះគន់ដដែលជាប់គុកម្ដងរិះគន់ម្ដងទៀតជាប់គុកម្ដងថាអត់រៀងចាលអានេះនៅពេលដែលភ្លើងឆេះព្រៃឬក៏ភ្លើងឆេះផ្ទះយើងទៅនាំគ្នាប្រាប់ថាអូយភ្លើងឆេះផ្ទះហ្នឹងមកពីម្ចាស់ផ្ទះគ្នាប្រហែសពេកដឹងអត់ព្រមណែទៅណាមកណាដើរចោលផ្ទះដុតធូបចោលឬក៏បើកភ្លើងចោលបើកចង្ក្រានចោលអត់ពលុតតែអញ្ចឹងទៅវាក្តៅគ្មានឆេះហើយទៅចាប់គេដាក់គុកពីរឿងអត់ជួយមកពលុតភ្លើងមករិះគន់រឿងម្ចាស់ផ្ទះធ្វើប្រហែសហើយដល់ពេលលើកក្រោយចាប់គេដាក់គុកហើយចេញមកផ្ទះឆេះទៀតដោយសារការធ្វើប្រហែសរបស់ខ្លួនឯងមកចោទគេណាថាអត់រៀងចោលទៅរិះគន់គេទៀតថាធ្វើប្រហែសតែយើងអត់ព្រមមុននឹងចេញក្រៅផ្ទះពលុតចង្គៀងពលុតធូបដកភ្លើងបិទហ្គាសបិទអីឲ្យច្បាស់លាស់សិនទៅឲ្យច្បាស់ឲ្យប្រកាសហើយឬក៏ដាក់ប្រព័ន្ធរោមានផ្សែងអីឲ្យវា
អាឡាមរោប្រាប់យើងអត់កែអត់ដូរយើងអត់រួចភ្លើងយើងមកអង្គុយបក់ផ្សែងអានេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋកញ្ញាញ់ខួរមិនដឹងថារដ្ឋាភិបាលអាថ្ងៃគាត់ធ្វើអីហើយគាត់ថាប្រជាពលរដ្ឋល្ងងហ្មងនិយាយទៅគាត់ថាប្រជាពលរដ្ឋខ្មែរស្រួលបោកល្ងងប្រជាពលរដ្ឋខ្មែរអត់ល្ងងទេបងប្អូនប្រជាពលរដ្ឋខ្មែរបាក់ស្បាតដោយសារតែអំពើរំលោភបំពានរបស់រដ្ឋាភិបាលដឹកនាំដោយក្រុមគ្រួសារតកូលហ៊ុនទេអត់មានប្រជាពលរដ្ឋណាល្ងងទេប្រជាពលរដ្ឋខ្មែរឆ្លាតដូចតែប្រជាពលរដ្ឋណាក្បាលខួរក្បាលមកត្រឡោកដូចគេឆ្លាតទេតែយើងធ្វើឲ្យល្ងងមកអ្នកដឹកនាំធ្វើឲ្យឃ្លានខ្លៅខ្លាចដូចលោកកម្មសខាធ្លាប់និយាយសារអញ្ចឹងឃ្លានខ្លៅខ្លាចស្រួលបង្ក្រាបអាឃ្លានខ្លៅខ្លាចស្រួលបង្ក្រាបហ្នឹងបងប្អូនដឹងយុទ្ធសាស្ត្រពួកកុម្មុយនីសគេធ្វើហ៎តើតែយើងឃ្លានយើងខ្លៅយើងខ្លាចដូចខ្មែរក្រហមអញ្ចឹងអត់មានណាណាម្នាក់មកក្រោកឡើងដើម្បីវាយខ្មែរក្រហមសម្រាប់ពួកកម្មាភិបាលខ្មែរក្រហមពួកកងឆ្លប់ឬក៏ពួកមេសហគមន៍នោះឲ្យងាប់អស់ដើម្បីបានបាយហូបទេយើងមួយថ្ងៃគឺនាំគ្នាយកការឆ្លប់យកការគ្នាដើម្បីលួចមហូបដើម្បីឲ្យរស់ហើយលួចហ្នឹងលួចមិនស្រួលគេចាប់យកទៅសម្លាប់ចោលទៀតយូគិតតែពីរឿងកាពះដល់ចឹងអត់មានគិតពីគោលនយោបាយថ្នាក់ជាតិអីហ្នឹងឃើញមួយថ្ងៃគិតតែខ្លាចតែស្លាប់ដល់អញ្ចឹងយើងបាត់អស់គំនិតបញ្ញាប្រាជ្ញាញៀនអីដើម្បីជួយជាតិអត់មានទេសម័យខ្មែរក្រហមអត់ហ្មងឥឡូវសម័យឥឡូវគឺស្តៀងគ្នាខុសគ្នាពីសម័យខ្មែរក្រហមត្រង់ថាគេប្រឡែងឲ្យយើងដើរទៅដូចថាប្រកបរបរវិជ្ជាជីវៈទទួលទានអីតាមសមាជីវោអញ្ចឹងទៅខ្មែរក្រហមគឺថាគេវាស់ដីឲ្យដើរគ្រប់យ៉ាងក៏ប៉ុន្តែដើរបានតែក្រុមដែលគ្រប់គ្រងរដ្ឋាភិបាលហើយនឹងឃោសនាគណៈបកប្រជាជនទេបើក្រុមគណៈបកប្រឆាំងគេវាស់ដីដើរដូចសម័យខ្មែរក្រហមលំបាកអញ្ចឹងហ្នឹងហើយមិនអាចនិយាយអីបានប្រជាប្រដ្ឋបាក់ស្បាតអស់ដល់អញ្ចឹងទៅគេឲ្យយើងខ្លៅរូបថតមួយសន្លឹកនៃការអប់រំសង្គមមួយគេមានបរិសម្នាក់នៅក្នុងជាប់គុកគេឲ្យយើងជាប់គុកយូរពេកដោយគេអត់ដោះលែងទេភាពអយុត្តិធម៌ហ្នឹងដល់ចឹងទៅឲ្យបង្អត់អាហារទៀតហើយគេចង់សាកគាត់មើលថាតើសេរីភាពនឹងការអត់អាហារយូរទៅគាត់យកមួយណាចម្រឹងដែកហ្នឹងគេលួចកាត់ណាយប់ឡើងគេលួចកាត់ចម្រឹងដែកគឺឆ្មាំគុកគេលួចកាត់ដើម្បីសាកធ្វើអចិត្តសាស្ត្រមើលថាតើអ្នកហ្នឹងលួចរត់ពីគុកអត់ណាចម្រឹងដែកហ្នឹងគឺវា3ចន្លោះវា3ចឹងគេកាត់អាកណ្ដាលមួយចឹងទៅគឺបានន័យថាគាត់អាចលូនចេញមករួចខ្លួនរួចរត់ចេញពីគុកហ្នឹងបានដែរបើគាត់ចង់ហើយគេចង់សាកមើលថាតើអ្នកទោសនេះនឹងចង់រត់គេចដែរឬយ៉ាងណាព្រោះអីគេដាក់គុកគាត់ធ្វើបាបគាត់ដោយអយុត្តិធម៌ហ្នឹង25ឆ្នាំហើយបង្អត់អាហារគឺឲ្យហូបមួយពេលលេងចឹងឬគឺទៅពិបាកមែនតើគាត់ឃ្លានរាល់ថ្ងៃណាក៏ដេកសម័យនឹងបាននំប៉័ងហូបបានអីឆ្ងាញ់អញ្ចឹងណាថ្ងៃមួយពេលដែលគេកាត់អាហ្នឹងហើយគាត់អាចលួចរត់បានគេអនុញ្ញាតឲ្យគាត់រត់បើគាត់ចង់នេះគឺជានិយាយទៅប្រព័ន្ធគុកហ្នឹងគឺវាមានលទ្ធភាពថាបើចម្រឹងហ្នឹងគឺដាច់អញ្ចឹងហើយគឺអ្នកទោសអាចរត់រួចបានហើយប៉ុន្តែពេលដែលគេកាត់អាលបងចម្រឹងហ្នឹងចោលមួយឲ្យគាត់រត់បានណាហើយគេដាក់នំប៉័ងហើយនំប៉័ងហ្នឹងគឺនៅឆ្ងាយពីគាត់ប៉ុន្តែគេយកគាត់លូកអត់ដោះទេបើគាត់លូកពីអាចម្រឹងដែកតែអាចម្រឹងដែកចន្លោះប្រហោងដែលគាត់លូនចេញបានហ្នឹងក៏អត់លូនចេញទេគាត់សុកចិត្តទៅយកដៃគាត់ទៅលូកយកនំប៉័ងនៅអាចម្រឹងដែលគៀបស្មាគាត់ហ្នឹងលូកអត់ដល់ហើយលូកនៅតែអត់ដល់តែនៅក្បែរហ្នឹងគេដាក់ឈើវែងមួយល្មមឲ្យគាត់យកទៅឆ្កឹះនំប៉័ងហ្នឹងបានហើយនៅចិត្តនំប៉័ងហ្នឹងមានសោទ្វារមួយចង្កោមទៀតអាសោសម្រាប់បើកទ្វារហ្នឹងដើម្បីឲ្យគាត់រត់គេចបានទៀតនិយាយទៅគឺគេផ្ដល់លទ្ធភាពឲ្យមនុស្សម្នាក់នេះក្នុងការគេចចេញពីពន្ធនាគារហ្នឹងឲ្យបានណាបងប្អូនដឹងគាត់ធ្វើអីហ៎អាប្រឡោះប្រប៉ុណ្ណានៃដែលអាចចេញបានក៏គាត់មិនចេញអាសោនៅក្បែរនំប៉័ងក៏គាត់មិនឆ្កឹះយកផ្ទុយទៅវិញគាត់យកអាឈើវែងដែលគេជាដើម្បីឲ្យគាត់ទៅអាចឆ្កឹះអានំនឹងបានហ្នឹងគឺគាត់ឆ្កឹះយកតែនំប៉័ងយកមកហូបនេះជាការសបញ្ជាក់ឲ្យឃើញថានៅពេលដែលយើងធ្វើឲ្យមនុស្សខ្លៅឃ្លានខ្លាចមនុស្សអត់បានគិតអំពីសេរីភាពទេចង់បានណាសេរីភាពប៉ុន្តែយើងធ្វើឲ្យគ្នាឃ្លានចង់ដាច់ពោះស្លាប់បាត់ទៅហើយសេរីភាពនៅឯណាគឺគិតតែពីរឿងកាពះសិនណានេះគឺជាវិធីពួកកុម្មុយនីសធ្វើតាគឺធ្វើដើម្បីឲ្យមនុស្សឃ្លានខ្លៅខ្លាចបាក់ស្បាតលែងគិតអីទាំងអស់គិតថាធ្វើមិនឲ្យរស់ហើយឲ្យចពាក់លុយគេគ្រប់មីក្រូហិរញ្ញវត្ថុអ្នកឯងនឹងចពាក់លុយគេគ្រប់មីក្រូហិរញ្ញវត្ថុបញ្ហាជីវភាពនឹងវេទនារកទីបំផុតគ្មានហើយអាបញ្ហាវេទនានឹងរកបានមួយកែ
បងតែមីក្រូហិរញ្ញវត្ថុក៏បងអត់ទាន់ដែររកដោះស្រាយជីវភាពមិនទាន់ហើយបើសិនជាក្នុងស្ថានភាពហ្នឹងតែមានបញ្ហាអីបន្តិចអាជ្ញាធរគេមករករឿងឬក៏ដាក់គុកដាក់ច្បាប់ទៀតណាគឺយើងវេទនាមកគ្រួសារហ្មងមកគ្រួសារហ្នឹងនឹងបន្ទោសយើងឧទាហរណ៍យើងជាអ្នករកលុយដើម្បីគ្រាន់បង់ធនាគារមីក្រូហិរញ្ញវត្ថុនិងរកអាហារ3ពេលឲ្យកូនចៅហូបជាបង្គោលគ្រួសារស្រាប់តែយើងមកចូលរួមក្នុងជីវភាពនយោបាយគណៈបកប្រឆាំងហ៊ានរិះគន់រដ្ឋាភិបាលដើម្បីស្ដារនេះស្ដារនោះគេចាប់យើងដាក់គុកនេះឯងហើយគឺជាល្បិចរបស់ពួកកុម្មុយនីសនៅក្នុងការចាប់មេគ្រួសារមួយដាក់គុកគឺបានន័យថាឲ្យគ្រួសារនឹងវេទនាគ្រួសារនឹងបាក់ស្បាត់កាន់តែខ្លាំងគ្រួសារនឹងចោតប្រកាន់អ្នកនយោបាយដែលក្រុមគ្រួសារដែលជាឪពុកជាម្ដាយដែលខំប្រឹងដែលជាបង្គោលគ្រួសារសោះហ្នឹងដែលកូនចៅកំពុងទំហចំហមាត់ចាំឲ្យរមកឲ្យហូបនេះស្រាប់តែទៅជាប់គុកបាត់ហើយអ្នកណាសងលុយធនាគារអ្នកណារកដោះស្រាយបញ្ហាជីវភាពរឿងនេះគឺធ្វើឲ្យអ្នកគ្រួសារហ្នឹងចាប់ផ្ដើមបាក់ស្បាតកាន់តែខ្លាំងស្ដីបន្ទោសអ្នកដែលជាប់គុកមានអ្នកខ្លះស្ដីបន្ទោសអញ្ចឹងប៉ុន្តែសម័យនេះដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើនក៏បងប្អូនខ្មែរនៅក្រៅប្រទេសនេះស្រាក់លុយគ្នាដើម្បីជួយផ្គត់ផ្គង់អ្នកជាប់គុកនោះដើម្បីកុំឲ្យរងការស្ដីបន្ទោសផងដើម្បីបណ្ដុះមនសិការហ្នឹងកុំឲ្យបាក់ស្បាតឲ្យតស៊ូតទៅទៀតអញ្ចឹងហើយបានមានអ្នកទោសមនសិការច្រើនណាស់ដែលមិនសុំទោសលោកហ៊ុនសែននោះដោយសារតែមានការផ្ដាល់ការឧបត្ថម្ភនិងតាមម្យ៉ាងដោយសារមនសិការរបស់ពួកគាត់ដឹងច្បាស់តែគាត់ធ្វើអីអត់ខុសផងអញ្ចឹងហើយបានតែចង់និយាយថាការធ្វើនយោបាយឃ្លានខ្លៅខ្លាចឬក៏បំបាក់ស្មារតីនេះគឺជាមហិច្ឆតាបំបាក់ស្មារតីប្រជាពលរដ្ឋដើម្បីគ្រប់គ្រងហើយការគ្រប់គ្រងប្រទេសបែបនេះគឺជាការគ្រប់គ្រងបែបទុច្ចរិតមិនថ្លៃថ្នូរមិនសិលធម៌ទេព្រោះយើងអត់ឲ្យប្រជាពលរដ្ឋហ៊ាននិយាយរិះគន់យើងជាម្ចាស់ជាអ្នកបម្រើរបស់រាជឯងតើរដ្ឋាភិបាលជាអ្នកបម្រើរាជមិនបានចាប់ម្ចាស់ដាក់គុកកំពុងតែឆ្ងល់ហេតុអីបានចាប់ម្ចាស់ដែលជាជោគវាសនារបស់ប្រទេសដាក់គុកបិទមាត់បិទសម្លេងមិនឲ្យគេនិយាយហើយយើងនាំគ្នាយកប្រាក់ខែញើសឈាមពួកគាត់យកមកបម្រើគាត់តែចាប់គាត់ដាក់គុកអានេះដោយកូនចៅចាប់ម៉ែឪយកទៅដាក់ខ្នោះនៅក្នុងរូងក្រោមដីឲ្យអាហារមួយពេលដែលគួរតែផ្ដល់អាហារគាត់3ពេលឲ្យសេរីភាពមើលថែទាំជំងឺឲ្យសុខភាពគាត់ហាត់ប្រាណអត់យើងចាប់ម៉ែឪយើងយកទៅដាក់ច្រវាក់ចោលនៅក្នុងគុកនៅក្នុងផ្ទះរបស់យើងដើម្បីឲ្យយើងអាចនឹងអាស្រ័យផលអីផ្សេងទៀតទៅដែលតាមពិតគឺគួរតែមានគុណូបការៈចំពោះឪពុកម្ដាយដែលខំជួយយើងប្រជាពលរដ្ឋខ្មែរសប្ងៃគឺជាឪពុកម្ដាយតាមពិតគឺជាម្ចាស់របស់អ្នកដឹកនាំសប្ងៃតាព្រោះមន្ត្រីរាជការសប្ងៃហ្នឹងភាសាអង់គ្លេសហៅថា civil servants ហ្នឹងបានន័យថា civil ហ្នឹងគឺបានន័យថាជា civil servant ហ្នឹងគឺអ្នកបម្រើ civil servants ហ្នឹងគឺបានន័យថាអ្នកបម្រើរាជមន្ត្រីរាជការហ្នឹងជាភាសាគេថាអ្នកបម្រើរាជតែមិនមែនថៅកែរាជទេឥឡូវយើងមកយករាជធ្វើជាកញ្ចេះយើងជាថៅកែថាអីសាច់តែចិត្តហើយដល់ពេលតំណាងរាជមួយចំនួនអ្នកនយោបាយមួយចំនួនដែលនៅមានភាពក្លាហានគ្រប់គ្រាន់ដោយលោករងឈុនដោយលោកកឹមសុខាដោយអ្នកដែលតស៊ូមតិនៅក្នុងស្រុកហ្នឹងដើម្បីទប់អាការជិះជាន់កេងប្រវាញ់គៀបសង្កត់ហ្នឹងបិទមាត់ផ្ដាច់អាហ្នឹងតទៅទៀតរឿងនេះហាគឺជារឿងអាក្រក់មែនតើឥឡូវនេះគឺលោករងឈុនទី1គេវាស់ដីយើងគិតថាតឡាការគេដកទោសខ្លះហើយមើលទៅ4ឆ្នាំហ្នឹងគឺគេអត់ឲ្យគាត់ជាប់គុកយើងថាហ្នឹងជាគុណស្រ័យល្អហើយខ្ញុំក៏កោតសរសើរសាលាកពូលដែរហើយសាលាឧទ្ធរនិងសាលាដំបងដែរដែលមិនយកលោករងឈុនដាក់គុកតាមពិតការមិនហ៊ានចាប់ដាក់គុកលោករងឈុននេះគឺជាការបន្លំផ្នែកអន្តរជាតិទេរឿងសុខខ្មែរគេដឹងហើយគេចង់ចាប់លោករងឈុនដាក់គុកម៉ោងណាក៏បានដែរគេចាប់ដាក់គុកមកកណោហើយតាលោកកឹមសុខាមិនគេមិនខ្លាចដាក់គុកហ្មងរឿងលោករងឈុនប៉ុន្តែដើម្បីស្អំចិត្តសហគមន៍អន្តរជាតិដើម្បីឲ្យដឹងថាចុះបើយើងនិយាយពីពហុបកពហុអីមិនធ្វើបាបទុកមនិញប្រជាពលរដ្ឋអស់អាមនុស្សហើយហ្នឹងនៅសល់លោករងឈុនហ្នឹងគឺជាបុគ្គលខាងគណៈបកប្រឆាំងអង្គការសង្គមស៊ីវិលឬក៏បុគ្គលចុងក្រោយហើយដែលគិតថាជាតំណាងឲ្យការតស៊ូមតិអីនៅលើដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យអីហ្នឹងមានតែលោករងឈុនហ្នឹងចុងក្រោយព្រោះជាប់គុកដកអភ័យឯកសិទ្ធិឬអីអស់ហើយអញ្ចឹងទៅដើម្បីកុំឲ្យវាអត់សោះបន្លំហ្នឹងគឺឲ្យគាត់រួចខ្លួនខ្លះតែដូចខ្ញុំនិយាយចឹងវាជាការល្អខ្ញុំកោតសរសើរដែរដែលថាបើទោះបីជាគេដឹងថាជាល្បិចលបែងលបោយអីក៏ដោយតែការដែលឲ្យលោករងឈុននៅក្រៅនេះក៏ជាការផ្ដល់កម្លាំងចិត្តឲ្យអ្នកតស៊ូមតិដែលគ្រប់គ្រងប្រជាធិបតេយ្យនិងសិទ្ធិមនុស្សមួយចំនួនមានទឹកមាត់លេបទៅហែហោមគាត់ឃើញទេតវ៉ាមុខតឡាការកម្ពុជានឹងទៅ5-600នាក់អីនោះថ្ងៃ19ហ្នឹងនេះគឺជាការលើកកម្លាំងទឹកចិត្តច្រើនដែរប៉ុន្តែជាលទ្ធផលឃើញទេវាស់ដីឲ្យដើរ
4 ឆ្នាំអនុវត្តទោសព្យួរបានន័យថាម៉េចបងប្អូនកាត់ទោសឲ្យជាប់គុក4 ឆ្នាំមិនដាក់ពន្ធនាគារទេតែអនុវត្តទោសព្យួរ3 ឆ្នាំសាកល្បងទៀតព្យួរទោសបានន័យថាម៉េចបងប្អូនព្យួរទោសបានន័យថាគេកាត់ទោសឲ្យយើងមានទោសអញ្ចឹងហើយគឺតុលាការថាយើងមានទោសហើយអាប្រព្រឹត្តរបស់យើងប្រមាណមកហ្នឹងគឺយើងជាពិរុទ្ធជនតែម្ដងអាហ្នឹងគឺកាត់ទោសឲ្យមានទោសសិនប៉ុន្តែគេព្យួរទោសហ្នឹងគឺបានន័យថាមិនឲ្យអនុវត្តនៅក្នុងពន្ធនាគារទេបានន័យថាយើងអាចនៅក្រៅឃុំបានព្រោះទោសហ្នឹងព្យួររឿងទោសពន្ធនាគារគេព្យួរតែអនុទោសផ្សេងទៀតគេអត់ព្យួរទេអញ្ចឹងបានន័យថាជាប់គុក4 ឆ្នាំបើកុំតែព្យួរទោសលោករងឈុនត្រូវជាប់គុកប៉ុន្តែព្យួរនេះមិនមែនព្យួររហូតទេណា4 ឆ្នាំហ្នឹងព្យួរតែ3 ឆ្នាំសិនទេបានន័យថាគេឲ្យអនុវត្តសាកល្បងអញ្ចឹង3 ឆ្នាំនៃការព្យួរទោសអនុវត្តសាកល្បងហ្នឹងបើលោករងឈុនហ៊ានតែប្រព្រឹត្តខុសអីតាបន្តិចគឺគេចាប់ដាក់គុក24 ម៉ោងក្នុងរយៈពេលព្យួរ3 ឆ្នាំហ្នឹងណោះរយៈពេលសាកល្បង3 ឆ្នាំតាមពិតគេព្យួរ4 ឆ្នាំហ្នឹងបើយើងអនុវត្តសាកល្បង3 ឆ្នាំលោករងឈុនអត់ខុសអីអាឆ្នាំទី4ហ្នឹងគឺផាត់ចោលហើយបានន័យថាវាផុតហើយបានន័យថាអត់ជាប់គុកអត់ជាប់អីព្រោះយើងអនុវត្តសាកល្បង3 ឆ្នាំហ្នឹងយើងអត់ប្រព្រឹត្តខុសតាមបំរាមតុលាការព្រោះគេដាក់ឲ្យក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដើម្បីមើលតើលោករងឈុនហ្នឹងប្រព្រឹត្តខុសអាហ្នឹងអត់ហើយអាហ្នឹងគឺជាការចងជើងគាត់ឲ្យគាត់នៅក្រៅឃុំមែនតែសាកល្បង3 ឆ្នាំបើប្រព្រឹត្តខុសគឺត្រូវដាក់គុកវិញតើគាត់ប្រព្រឹត្តខុសអីដែលអាចដាក់គុកវិញគឺគេចងអនុទោសដូចខាងក្រោមទី1វាស់ដីឲ្យដើរនេះអានេះគឺជាលក្ខខណ្ឌទេណាបងប្អូនពេលដែលតុលាការសាលាកពូលវាស់ដីឲ្យដើរបានន័យថាលោករងឈុនមិនអាចដើរចេញពីផុតរង្វង់នៃដែនអធិបតេយ្យក្រុងភ្នំពេញបានទេកាលមុនគាត់អាចចុះទៅខេត្តនេះខេត្តនោះព្រំដែនទៅមើលប្រគល់ព្រំដែនទៅក្បែរប៉ោយប៉ែតទៅក្បែរតំបន់ដែលថៃវាយយកបានអីអត់មានទេណាចាប់ពីម៉ោងនេះទៅបើលោករងឈុនដើរលើសតែមួយចំអាមមិនថាមួយចំអាមទេតែ1មីលីម៉ែត្រចេញពីក្របខណ្ឌសីមាក្រុងភ្នំពេញគឺជាប់គុកវិញហើយព្រោះអានេះគឺគេដាក់ឲ្យយើងសាកល្បងហ្នឹងគឺអនុវត្តអាទោសព្យួរ3 ឆ្នាំសាកល្បងហ្នឹងគឺសាកល្បងតើលោកគេកំណត់ថាអត់ឲ្យចេញពីភ្នំពេញតើលោករងឈុនហ៊ានចេញអត់បើចេញជាប់គុកទៀតអាហ្នឹងទី1វាស់ដីឲ្យដើរអត់ឲ្យចេញពីទីក្រុងភ្នំពេញទេទី2តើគេវាស់ដីឲ្យដើរហើយគេធ្វើអីទៀតហាមចាក់ចេញទី2គឺគេវាស់ដីឲ្យដើរគឺតកតងនឹងចូលរួមវេទិកាសាធារណៈនេះគឺជាទោសបន្ថែមទេណាបងប្អូនកាលពីមុនដកហូតសិទ្ធិនយោបាយគាត់មួយជីវិតឥឡូវគេបន្ថយដែរបើយើងនិយាយទៅថានិយាយចឹងតុលាការកំពូលគេអត់គិតគូរសោះហេវាមានថយខ្លះមានថែមខ្លះថយហ្នឹងគឺអនុគ្រោះដោយរឿងកាត់ទោស4 ឆ្នាំឲ្យជាប់ពន្ធនាគារឥឡូវគេថា4 ឆ្នាំហ្នឹងអត់អីទេគេឲ្យព្យួរចោះហើយអនុវត្តទោសសាកល្បង3 ឆ្នាំអញ្ចឹងបានន័យថាជាការបន្ធូរបន្ថយមិនឲ្យគាត់ជាប់គុកសាកល្បងប៉ុន្តែបធូរមួយទៀតដែលយើងគិតថាធូរដែរកាលពីមុនសាលាដំបងសាលាធរសុទ្ធតែកាត់ទោសឲ្យលោករងឈុនដកហូតសិទ្ធិនយោបាយគាត់អចិន្ត្រៃយ៍មួយជីវិតហ្មងដកអត់ឲ្យធ្វើនយោបាយអត់ឲ្យឈរឈ្មោះអត់ឲ្យអីមួយជីវិតប៉ុន្តែនៅក្នុងសាលដីកានេះគឺគេបន្ថយមកនៅតែ5 ឆ្នាំទេបានន័យថាផុតពី5 ឆ្នាំហ្នឹងបើគាត់អនុវត្តត្រូវតាមគោលការណ៍តុលាការគឺគាត់អាចមានសិទ្ធិធ្វើនយោបាយវិញឈរឈ្មោះឲ្យគេបោះឆ្នោតវិញអត់អីទេមិនមួយជីវិតដូចមុនទេអាហ្នឹងរៀងធូរបន្តិចដែរបើយើងស្ដាប់ណាប៉ុន្តែជាប់5 ឆ្នាំដដែលទោះសិទ្ធិនយោបាយហើយគេថែមអាថយហ្នឹងថយរឿងអត់ឲ្យជាប់គុកតែឲ្យអនុវត្តទោស3 ឆ្នាំសាកល្បងហើយព្យួរហើយនឹងថយពីមួយជីវិតមកនៅជាប់ដកបំរាមនយោបាយ5 ឆ្នាំប៉ុន្តែគេថែមពី3កញ្ចប់ទៀតគឺថែមមួយវាស់ដីឲ្យដើរអត់ឲ្យចេញពីក្រុងភ្នំពេញទី2គឺគេហាមអត់ឲ្យចូលរួមវេទិកាសាធារណៈណាក៏ដោយសូម្បីតែនៅក្នុងទីក្រុងភ្នំពេញអារឿងចេញពីក្រុងភ្នំពេញចេញអត់បានទេគឺជាប់គុកទៀតហើយតែបើលោករងឈុននៅក្នុងភ្នំពេញហ្នឹងក៏ដោយគឺហាមធ្វើសកម្មភាពថ្លែងការសំទោសចូលរួមវេទិកាបង្ហាញមុខថាមិនមែនបាច់ថ្លែងទេគ្រាន់តែចូលទៅបង្ហាញមុខហ្នឹងអង្គុយតែអត់ធ្វើអីសោះហ្នឹងនៅក្នុងវេទិកាសាធារណៈដូចជាវេទិកាគណៈបកកម្លាំងជាតិគណៈបកឬក៏ពិធីអីក៏ដោយក៏ជាប់គុកវិញដែរគឺផ្ទុយនឹងបំរាមតុលាការឯងព្រោះយើងសាកល្បង3 ឆ្នាំហ្នឹងតែគាត់ហ៊ានបំពេញអាហ្នឹងគឺគាត់ជាប់គុកអញ្ចឹងនេះគឺជាទោសសាកល្បងគឺគេថែម3 4កញ្ចប់ហ្នឹងទៀតថែមមិនឲ្យចេញក្រៅក្រុងភ្នំពេញថែមមិនឲ្យបង្ហាញមុខនៅក្នុងវេទិកា
យើងនិយាយអីអត់បានរឿងមួយប៉ុន្តែទៅបង្ហាញមុខក៏អត់បានទៀតខុសច្បាប់ទៀតអញ្ចឹងបានន័យថាលោករងឈុនចាប់ពីពេលនេះតទៅឲ្យតែមានវេទិកាសាធារណៈសូម្បីតែនៅក្នុងទីក្រុងភ្នំពេញក៏អាចបង្ហាញមុខបានដែរនេះបើតាមអ្វីដែលជាសាលដីការបស់តុលាការកំពូលអាហ្នឹងកញ្ចប់ទី2ដ៏ធ្ងន់កញ្ចប់ទី3អាមុនណាយើងឃើញដកហិតតាមពិតកញ្ចប់ទី3ហើយនិងកញ្ចប់ទី2នេះគឺថាបង្កន់បិទឲ្យចិត្តហ្មងកុំឲ្យលោករងឈុនអាចនិយាយអីបានមួយម៉ាត់សោះតាមពិតយកល្អតឡាការគួតដេមាត់លោករងឈុនបានទៅខ្ញុំនិយាយមែនតើណាគឺយកគាត់ទៅឲ្យដេឯងជាប់ទាំងអស់ហ្មងសំបីតបាយក៏មិនបាច់ហូបដែរយកស្អីបច្រកតាមណាផ្សេងទៀតទៅព្រោះអីគាត់ដំបងលោករងឈុនមានមាត់គាត់ខ្លាចរងឈុននិយាយអញ្ចឹងនេះគឺដេមាត់គាត់ទៀតអាហាមឃាត់សិទ្ធិនយោបាយលោករងឈុនអត់ឲ្យធ្វើនយោបាយអត់ឲ្យចូលរួមបោះឆ្នោតអត់ឲ្យចូលឈ្មោះបោះឆ្នោតបានឯដកសិទ្ធិអស់លេងហើយសិទ្ធិនយោបាយហ្នឹងគឺដកអស់ហើយប៉ុន្តែខ្លាចឯខេងលោតលោករងឈុនដកអស់ហើយអត់ដឹងគេអត់ឲ្យនិយាយណែហាមនិយាយអីរឿងនយោបាយនិយាយអត់បានទេខ្លាចលោករងឈុនអត់ដឹងឥឡូវដេទៀតយកមកជុលមកដេមាត់គាត់ឲ្យជាប់អស់ទៀតដោយទាំងហូបបាយក៏អត់បានដែរអានេះគឺដូចសាកសពចឹងណាបងប្អូនដូចសាកសពណាគឺលោករងឈុនហ្នឹងជាដូចថាយកទៅដាក់នៅក្នុងមឈូសហើយកាប់មុខគាត់ចឹងហើយយកកទេលក្រាលពីលើហើយហ្នឹងដាក់ក្នុងមឈូសហើយយកដុំថ្ម3 4ដុំគ្របពីលើទៀតខ្លាចគាត់ងើបរួចហើយគ្របមឈូសហើយយកដែកគោលហ្នឹងឥឡូវហ្នឹងថែមដែកគោលហ្នឹង4 10ដុំទៀត4 10ដែកគោលទៀតវាយទៅលើក្តារមឈូសគម្របវាហ្នឹងកែងលោលោករងឈុនងើបពីក្តារមឈូសហ្នឹងមកដែលជាសាកសពហ្នឹងណានេះគឺអ្វីដែលតុលាការកំពុងតែធ្វើអញ្ចឹងហាមបង្ហាញមុខក្នុងតុលាការសុំទោសហាមបង្ហាញមុខនៅក្នុងវេទិកាសាធារណៈណាក៏ដោយសូម្បីតែក្នុងក្រុងភ្នំពេញដែលគាត់អាចដើរបានហ្នឹងគឺអត់អាចចូលបង្ហាញមុខនៅវេទិកាសាធារណៈណាមួយនិយាយមិននិយាយអត់ខ្វល់ទេអាហ្នឹងក្នុងអឺខទី3ខ3មិនត្រូវមានមុខនៅទីកន្លែងនៃវេទិកាសាធារណៈគាត់ទៅហូបកាហ្វេហូបអីនៅក្រុងភ្នំពេញបានឬក៏ទៅស្អីដើរហាត់ប្រាណអីបានប៉ុន្តែវេទិកាសាធារណៈបានន័យថាម៉េចគឺគណៈបកឬក៏ពិធីធំអីដែលគេរៀបចំថ្លែងសារអីជាវេទិកាសាធារណៈគឺគាត់ចូលទៅអត់បានទេទៅបង្ហាញមុខអត់បានហ្មងអាចបំស្រួលទៅក្បែររួងគេបានតែបើទៅឈរលើវេទិកាហ្នឹងគេអត់ប្រាប់ពីថាបង្ហាញមុខហ្នឹងបានន័យថាម៉េចមិនត្រូវបង្ហាញមុខនៅទីកន្លែងនៃវេទិកាសាធារណៈអញ្ចឹងបានន័យថាបើមានវេទិកាសាធារណៈលោករងឈុនមិនអាចទាំងទៅក្បែរហ្នឹងផងគឺអាចឈរពីចម្ងាយមើលទៅបើទៅក្បែរហ្នឹងគឺចូលក្នុងបរិវេណវេទិកាសាធារណៈខុសច្បាប់ទៀតណាវាទៅអញ្ចឹងណានិយាយទៅចូលអត់បានកុំថានិយាយចូលក៏អត់បានដែរក៏ខុសច្បាប់ដែរវេទិកាសាធារណៈនៅក្រុងភ្នំពេញហ្នឹងព្រោះគាត់អត់អាចចេញក្រុងភ្នំពេញបានទេមិនបាច់និយាយរឿងចេញក្រុងភ្នំពេញហ្នឹងគឺគាត់ចប់ហើយគេវាស់ដីឲ្យដើរឥឡូវនៅពេលដែលមិនអោយទៅក្បែរវេទិកាសាធារណៈឬក៏បង្ហាញមុខក្នុងវេទិកាសាធារណៈមិនអោយចេញពីក្រុងភ្នំពេញហាមឃាត់សិទ្ធិសេរីភាពនយោបាយគាត់អស់ហើយអត់អោយឈរឈ្មោះបោះឆ្នោតអត់អោយគេអឺអត់អោយទៅបោះឆ្នោតដកហូតសិទ្ធិនយោបាយហ្នឹងមានថែមមួយទៀតមិនត្រូវធ្វើសកម្មភាពថ្លែងការណ៍ជាសាធារណៈអាមាត់មិញហ្នឹងដេហើយឥឡូវយកសោមកកັບចាក់ទៀតហេតុអីបានធ្វើអញ្ចឹងដោយសារតែលោករងឈុនគេដកហាមគាត់សិទ្ធិនយោបាយគាត់នៅពេលនេះបើទៅចេញផុតពីក្រុងភ្នំពេញខុសច្បាប់បើនៅក្រុងភ្នំពេញហ៊ានទៅវេទិកាសាធារណៈណាមួយគ្រាន់តែបង្ហាញខ្លួនអត់និយាយអីក៏ខុសច្បាប់ដែរឲ្យតែឃើញនៅក្នុងវេទិកាឥឡូវថែមមួយទៀតអត់ទៅវេទិកាសាធារណៈហ្នឹងនៅក្នុងក្រុងភ្នំពេញអត់មានរំលោភបំពានអីនឹងដើរផុតក្រុងភ្នំពេញតែថ្លែងសារជាសាធារណៈដោយទាំងបណ្ដាញសង្គម Facebook គាត់ឬក៏ផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុណាទូរទស្សន៍ណាអាហ្នឹងក៏ជាប់គុកទៀតដែរពួកគេហាមមិនអោយថ្លែងការជាសាធារណៈទៀតឬមួយក៏អញ្ចេះទៅខ្ញុំមិនដឹងដែរព្រោះសាធារណៈធម្មតាតើទៅសេអីនៅលើ Facebook គាត់នេះហើយអាចចេះដែរទេបើសុំទោសឲ្យខ្ញុំពេលខ្លះវាកើតຕົកពេកទៅចង់អស់សំណើចប្រហែលជាធ្វើចេះទៅដើម្បីកុំឲ្យខុសច្បាប់តុលាការនេះដែលលោកថ្លែងអត់បានទៅសេថ្លែងសារជាដូចថាជាសម្បត្តិចំហអីឬក៏សរសេរសម្បត្តិអីស្អីខ្លួនឯងណាស្អីទៅខ្លួនឯងកុំឲ្យជាសាធារណៈខ្ញុំរងឈុន
សូមជូនដំណឹងនេះជូនទៅលោករងឈុនស្រីតែខ្លួនឯងណាហើយសរសេរបាន4 5ច្បាប់ដើរទៅជ្រួយហើយទៅអ្នកណាម្នាក់ទៅរើសបានហើយយកទៅផ្សាយទៅព្រោះគាត់អត់ផ្សាយទេបើលោករងឈុនផ្សាយជាសាធារណៈអានឹងខុសច្បាប់ប៉ុន្តែបើមានអ្នកណាដើររើសសបុតគាត់អីចឹងយកមកអានអីចឹងទៅគាត់ទៅសេខ្លួនគាត់ហ្នឹងអាហ្នឹងយើងទៅលួចសបុតគាត់ឬក៏មានករណីណាមួយអ្នកណាទៅកន្លែងផ្ទះគាត់អីចឹងទៅលួចគាស់ផ្ទះអីចឹងទៅធ្វើដូចចោរលួចចោរអីចុះឲ្យទៅយកបានសបុតគាត់មួយកេះហ្នឹងមកហើយមានសបុតទៅសេ100សន្លឹកទៅនិយាយអំពីការតស៊ូមតិដើម្បីការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ឲ្យរៀបចំអញ្ចឹងទៅហើយអ្នកនោះចេះបញ្ចេញជាសាធារណៈតាម Facebook ជំនួសឲ្យលោករងឈុនអីអាហ្នឹងលោករងឈុនអត់ខុសច្បាប់ទេព្រោះគាត់អត់បាននិយាយអីគាត់ទៅសេតែក្នុងចិត្តគាត់អត់បានផ្សាយជាសាធារណៈឯងមានអ្នកយកទៅផ្សាយមានតែយកល្បិចហ្នឹងទេបានឈ្នះរដ្ឋាភិបាលកម្ពុជាហ្នឹងណាឈ្នះប្រព័ន្ធតុលាការដ៏អយុត្តិធម៌របស់ខ្មែរនេះហើយបើឥឡូវលោកនិយាយអីក៏អត់បានដែរចឹងចាប់ពីម៉ោងហ្នឹងទៅតែឲ្យលោករងឈុនអីថ្លែងសារជាសាធារណៈចាប់ដាក់គុកតាមពិតគួរចាប់លោកដាក់គុកវិញបាត់ហើយតាំងពីថ្លែងជាសាធារណៈព្រឹកមិញប្រាប់អ្នកកសែតអីពីគាត់មិនពេញចិត្តពេលដែលតុលាការប្រកាសសាលដីកាឲ្យដឹងលោករងឈុនថ្លែងថាម៉េចទេបងប្អូនហើយខ្ញុំសរសើរភាពក្លាហានរបស់គាត់ដែរលោករងឈុនមានសារមួយចំនួនដែលគាត់ជាវីរៈបរិះរដ្ឋណាដែលខ្ញុំជឿថាខ្មែរយើងបើបានលោករងឈុនជាមេដឹកនាំប្រទេសខ្មែរយើងមានភ័ព្វវាសនាប៉ុន្តែអកុសលគឺអ្នកដែលជាភ័ព្វវាសនាដែលល្អច្រើនតែគេចាប់ដាក់គុកហើយគេធ្វើបាបចឹងតែអ្នកដែលគេមិនចង់បានហ្នឹងគឺអស់កាន់តំណែងមួយជីវិតខ្ញុំនឹកឃើញរឿងមួយដែលរឿងកំ pl ែងទេបងប្អូនដែលគាត់និយាយថាខ្ញុំឆ្ងល់ណាកន្លែងធ្វើការឲ្យតាកន្លែងការងារដែលខ្ញុំអត់ចូលចិត្តណាមេអត់ប្រជុំខ្ញុំសោះហើយឲ្យតែខ្ញុំស្រឡាញ់ការងារថាធ្វើមិនបានយូរទេប្រាក់ខែក៏ច្រើនតិចគេប្រជុំហើយអ្នកខ្លះគេថាមិនដឹងអាម៉េចទេអ្នកខ្លះដូចមេដឹកនាំនៅលើពិភពលោកដែលអាក្រក់អត់ងាយស្លាប់សោះមកស្លាប់តែអ្នកមេដឹកនាំល្អអ្នកធ្វើបុណ្យធ្វើទានអីណានោះបាទនេះជាការគិតទេយើងកុំប្រមាថជីវិតមនុស្សបងប្អូនខ្ញុំនិយាយនេះគឺជាឧទាហរណ៍ទេហើយម្ដងទៀតអឺការប្រមាថជីវិតមនុស្សគឺមិនមែនជាអំពើសិលធម៌ថ្លៃថ្នូរទេខ្ញុំគ្រាន់តែលើកឡើងអំពីគំនិតទូទៅដែលគេនិយាយជាទូទៅថាចុះពួកគាត់ធ្វើល្អមិនក៏អាយុខ្លីមិនចុះពួកគាត់ធ្វើអាក្រក់មិនក៏អាយុវែងអញ្ចឹងណាតាមពិតវាជាការស្មានទេអ្នកធ្វើល្អគេអាយុវែងមកកណោដែរហ្នឹងតែយើងវាមើលមិនសូវឃើញដែរព្រោះឃើញខ្មែរយើងធ្វើអាក្រក់ច្រើនពេកអញ្ចឹងយើងចិត្តតែគិតថាអ្នកធ្វើល្អអត់មានអីអញ្ចឹងណាមិនមែនទេអ្នកធ្វើល្អមេដឹកនាំគេច្រើនតែយើងគ្រាន់តែនៅសង្គមខ្មែរហ្នឹងវា30 40ឆ្នាំឃើញអាដែលឃើញតែងើបមួយវាយមួយងើបមួយវាយមួយអញ្ចឹងទៅវាធ្វើឲ្យគំនិតរបស់យើងហ្នឹងឃើញតែខ្មៅអញ្ចឹងណាឥឡូវនេះគឺប្រសាសន៍របស់លោករងឈុនព្រឹកមិញគាត់ថាទី1ការកាត់ក្តីឬក៏សម្រេចសេចក្តីរបស់តុលាការសាលាកំពូលឲ្យគាត់ហាមឃាត់សិទ្ធិនយោបាយគាត់សពបែបយ៉ាងនេះគឺជាសាលដីកាដ៏មហាអយុត្តិធម៌បំផុតមិនអាចទទួលយកបានទាល់តែសោះអាហ្នឹងគឺជាសាររបស់លោករងឈុនថ្លែងអញ្ចឹងទី2លោកថ្លែងថាសេរីភាពមិនមែនអ្នកណាលើកដាក់លើជើងពៀនមកឲ្យយើងទេប្រសាសន៍នេះគឺស្របគ្នាទៅនឹងអ្វីដែលលោកកម្មសខាធ្លាប់បានថ្លែងយូរហើយមុនគាត់ជាប់គុកគឺសេរីភាពគេមិនលើកដាក់ជើងពៀនទេទាល់តែយើងតស៊ូដណ្ដើមទៀមទាមកឲ្យយើងបានអាហ្នឹងគាត់និយាយអញ្ចឹងហើយបានជាលោករងឈុនអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ដែលស្រឡាញ់ប្រជាធិបតេយ្យនិងស្រឡាញ់សេរីភាពហ្នឹងគឺតស៊ូមតិទៀមទាយកសេរីភាពកុំឲ្យគេដូចថាបង្ក្រាបឬក៏គេដកហូតដូចនេះគឺវាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពនយោបាយរបស់ប្រជាពលរដ្ឋហើយរំលោភរដ្ឋធម្មនុញ្ញអីចឹងទៀតផងអានេះគឺជាសាររបស់គាត់ក៏ប៉ុន្តែបើតាមស្ដាប់សាររបស់មេធាវីរបស់គាត់នៅក្នុងការជជែកនៅក្នុងវិស័យសារព័ត៌មានជំរឿសសួរថាតើលោករងឈុនមានជំរឿសអីដែរទេបើនិយាយអីមែនតើចុះឥឡូវតឡាការបិទផ្លូវតវ៉ាលោកថាតស៊ូមតិតាមបែបម៉េចតឡាការក៏បោះគេប្រព័ន្ធបោះឆ្នោតក៏បោះគេប្រព័ន្ធអីសពបែបយ៉ាងក៏បោះគេចង់និយាយថាបោះគណៈបកប្រជាជនកម្ពុជាអស់ហើយហ្នឹងតែយើងតស៊ូមតិយ៉ាងដូចម្ដេចនេះគឺជាសំណួរដែលប្រជាពលរដ្ឋខ្មែរសួរខ្ញុំរាល់ពេលម្ដងណាក៏គាត់សួរខ្ញុំថាតើយើងអាចធ្វើយ៉ាងម៉េចដើម្បីផ្លាស់ប្ដូរការដឹកនាំរដ្ឋសប្ងៃរបៀបផ្ដាច់ការនេះឲ្យមានភាពវិជ្ជមានសេរីពហុបកអីចឹងឬក៏ត្រឹមត្រូវអីចឹងចម្លើយរបស់ខ្ញុំមានខ្លីហើយសាមញ្ញងាយយល់គ្មានការតស៊ូមតិណាមួយដោយហិង្សាឈ្នះរបបដឹកនាំ
នៅក្នុងសម័យដែលកំពុងតែបង្ក្រាបខ្លាំងនេះទេព្រោះអីគេបង្ក្រាបអស់ដូចនៅអ៊ីរ៉ង់មកដល់ម៉ោងហ្នឹងសូម្បីតែមានអន្តរាគមន៍អាមេរិកទៅទម្លាក់គ្រាប់ឡើងសោះយ៉ាងនេះក៏របបផ្ដាច់ការហ្នឹងមិនប្រកាសថាដួលរលំទេប៉ុន្តែវាអាចកែប្រែខ្លះដែរហ្នឹងតើតែមានរដ្ឋបរទេសជួយបើចាំឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ហ្មងគឺអត់មានក៏ប៉ុន្តែបងប្អូនត្រូវចាំចេះស្រុកខ្មែរខុសពីអ៊ីរ៉ង់ស្រុកខ្មែរនេះគឺអ្នកនយោបាយខ្មែរបិទតែថាមានគំនិតស្មោកគ្រោកកក្រិចក្នុងការធ្វើបាបខ្មែរគ្នាឯងមែនក៏ប៉ុន្តែក៏លេងលបែងឆ្ពិនភ្នែកមួយសម្រាប់សហគមន៍អន្តរជាតិដែរព្រោះអីសហគមន៍អន្តរជាតិគេអាចដាក់ទោសទណ្ឌដាក់កំហុសទៅលើរដ្ឋាភិបាលខ្មែររដ្ឋាភិបាលខ្មែរអត់អាចរស់ដោយខ្លួនឯងបានទេណាបងប្អូនត្រូវចាំរដ្ឋាភិបាលកម្ពុជាអត់អាចរស់ដោយខ្លួនឯងបានទេគឺពឹងលើការអនុគ្រោះពន្ធពីអឺរ៉ុបគឺមាន EBA ហើយពឹងលើការអនុគ្រោះពន្ធរបស់សហគមន៍អឺរ៉ុបមាន GSP ព្រោះ EBA មានទំហំ$4000លានជាង GSP របស់អាមេរិកមានទំហំទឹកប្រាក់ពាណិជ្ជកម្មប្រហែលជា$13000លានបូកចូលគ្នាប្រហែលជា$17000លានទំហំទីផ្សារ